ដើមឆ្នាំ2026សត្វរាសីចក្រទាំង3នេះស្រាប់តែคล้ายជាអ្នកមានដោយសារមានអ្នកជួយមានអំណោយផលរឿងលុយកាក់នៅដើមឆ្នាំ2026សត្វរាសីចក្រចំនួន3មានសំណាងដែលមិននឹកស្មានដល់នៅពេលដែលពួកគេទទួលបានជំនួយពីមនុស្សថ្លៃថ្នូរមិនត្រឹមតែការងារអំណោយផលប៉ុណ្ណោះទេលាភសំណាងក៏ហូរចូលផងដែរដោយបើកឱកាសផ្លាស់ប្ដូរជីវិតរបស់ពួកគេចាប់ពីខែដំបូងក្នុងឆ្នាំនេះចំណុចរួមនៃសត្វរាសីចក្រទាំង3នេះគឺសុទ្ធតែជាមនុស្សមានការតស៊ូនិងការព្យាយាមមិនឈប់ឈរនៅពេលដែលឱកាសនិងការគ្រប់គ្រងបញ្ចូលគ្នាដំណើរឆ្ពោះទៅធានាថានឹងមានការរីកចម្រើនជាច្រើនមួយឆ្នាំជូតឆ្លៀតឱកាសអ្នកកើតឆ្នាំជូតចូលឆ្នាំ2026មានស្មារតីខ្ពស់ក្រោយជួបការលំបាកក្នុងឆ្នាំចាស់ពួកគេមានភាពវៃឆ្លាតរហ័សរហួននិងងាយចាប់យកឱកាសថ្មីនៅពេលនេះមនុស្សថ្លៃថ្នូរលេចមុខជួយជំរះភាពជាប់គាំងជាច្រើនការងារអ្នកកើតឆ្នាំជូតមានឱកាសទទួលខុសត្រូវថ្មីនេះគឺជារយៈពេលដែលការខិតខំប្រឹងប្រែងយូរអង្វែងរបស់ពួកគេត្រូវបានទទួលស្គាល់ហើយពួកគេទំនងជានឹងទទួលបានរង្វាន់ច្រើនមិនត្រឹមតែប៉ុណ្ណោះភាពជាដៃគូដែលមិននឹកស្មានដល់ជាច្រើនបានបើកការរំពឹងទុករយៈពេលវែងអ្នកជំនួញអាចបិទកិច្ចសន្យាធំខណៈពេលដែលបុគ្គលិកការិយាល័យទទួលបានការដំឡើងប្រាក់ខែការដំឡើងឋានៈឬការទទួលស្គាល់សមិទ្ធផលរបស់ពួកគេហិរញ្ញវត្ថុអ្នកកើតឆ្នាំជូតគួរយកចិត្តទុកដាក់លើផ្លូវវិនិយោគប្រកបដោយសុវត្ថិភាពលំហូរសាច់ប្រាក់ឥតឈប់ឈរគូផ្សំជាមួយជំនួយទាន់ពេលវេលាពីមនុស្សថ្លៃថ្នូរជួយឲ្យពួកគេមានធនធានបន្ថែមទៀតដើម្បីពង្រីកឬកែលម្អជីវិតរបស់ពួកគេនេះក៏ជាពេលវេលាដ៏ស័ក្តិសមសម្រាប់អ្នកកើតឆ្នាំជូតរៀបចំផែនការធំពេញមួយឆ្នាំផងដែរ2ឆ្នាំខាលឈានទៅកម្រិតបន្ទាប់អ្នកកើតឆ្នាំខ្លាគឺជាមនុស្សមានចិត្តរឹងប៉ឹងតាំងចិត្តហើយតែងតែចង់អះអាងខ្លួនឯងនៅដើមឆ្នាំ2026ពួកគេមិនត្រឹមតែមានភាពរីករាយប៉ុណ្ណោះទេថែមទាំងមានការគាំទ្រពីមនុស្សដែលមានបទពិសោធន៍ផងដែរមនុស្សថ្លៃថ្នូរមកដល់ពេលត្រឹមត្រូវដើម្បីនាំទិសដៅកាន់តែច្បាស់ជួយមនុស្សឆ្នាំខ្លាកាត់បន្ថយការរំខាននិងផ្ដោតលើគោលដៅសំខាន់នៅក្នុងអាជីពរបស់ពួកគេអាចទទួលបានលទ្ធផលយ៉ាងងាយស្រួលដោយសារការជឿទុកចិត្តពីថ្នាក់លើឬការគាំទ្រពីក្រុមការងារគម្រោងធំនិងចំណុចរបត់អាចលេចឡើងក្នុងត្រីមីសទី1អ្នកជំនួញក៏បានជួបដៃគូដែលមានសក្តានុពលដោយបើកឱកាសរយៈពេលវែងជំនួសឲ្យរយៈពេលខ្លីហិរញ្ញវត្ថុរបស់មនុស្សឆ្នាំខាលបង្ហាញសញ្ញានៃភាពប្រសើរឡើងដោយសារការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគប្រសិនបើពួកគេដឹងពីរបៀបទាញយកប្រយោជន៍ពីការណែនាំរបស់មនុស្សថ្លៃថ្នូរពួកគេអាចជៀសវាងហានិភ័យនិងបង្កើនប្រាក់ចំណេញនេះគឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់មនុស្សឆ្នាំខាលក្នុងការកសាងគ្រឹះដ៏រឹងមាំសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត3ឆ្នាំរោងបើកសំណាងអ្នកដែលកើតក្នុងឆ្នាំនាគចូលដល់ឆ្នាំ2026ជាមួយនឹងការរំពឹងទុកថ្មីជាច្រើនដោយមានទំនុកចិត្តនិងសមត្ថភាពជាអ្នកដឹកនាំរួចហើយនាគក៏លើត្រូវបានគ្រប់គ្រងដោយមនុស្សថ្លៃថ្នូរបង្កើតបាននូវជំហានដ៏រឹងមាំការងារនាគមានចំណុចភ្លឺស្វាងជាច្រើនជាពិសេសផ្នែកពាក់ព័ន្ធនឹងការគ្រប់គ្រងភាពជាអ្នកដឹកនាំឬកិច្ចសហប្រតិបត្តិការអន្តរជាតិមនុស្សថ្លៃថ្នូរអាចជាអ្នកដែលទៅមុនផ្ដល់ដំបូន្មានទាន់ពេលវេលាឬផ្ដល់ឱកាសឲ្យពួកគេសាកល្បងបញ្ចេញស្នាដៃក្នុងបរិយាកាសថ្មីអាស្រ័យហេតុនេះនាគអាចសម្រេចបាននូវសមិទ្ធផលលេចធ្លោយ៉ាងងាយស្រួលចាប់ពីខែដំបូងនៃឆ្នាំហិរញ្ញវត្ថុក៏ជាចំណុចលេចធ្លោក្នុងជោគវាសនារបស់នាគដែរការគាំទ្រជួយឲ្យពួកគេមានដើមទុនកាន់តែច្រើនឬបើកឱកាសចំណេញដែលមិនបានរំពឹងទុកអ្នកកើតឆ្នាំរោងត្រូវប្រុងប្រយ័ត្នជ្រើសរើសផ្លូវឲ្យបានត្រឹមត្រូវជៀសវាងការប្រកាន់យកច្រើនពេកបើចេះពិចារណាឲ្យបានហ្មត់ចត់នោះនឹងមានឆ្នាំដែលមានលាភសំណាងមិនខាន